បាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់បាទសូមអរគុណសម្រាប់បងប្អូនដែលចូល like ចូល share បាទហើយខ្ញុំឆ្លៀតឱកាសពេលនេះគឺខ្ញុំចង់យក Facebook ផ្ទាល់ខ្លួនយកមក live ជូនដល់បងប្អូនដោយសារតែ page ដែលខ្ញុំទៅបង្កើតហ្នឹងអត់ទាន់អាច live បានអញ្ចឹងខ្ញុំចង់ update ព័ត៌មានជូនទៅដល់បងប្អូនអំពីពាក់ព័ន្ធនឹងការដើរបាទសូមបញ្ជាក់បាទថ្ងៃនេះគឺជាថ្ងៃទី1សម្រាប់ការដើររបស់ខ្ញុំបាទហើយវ៉ាវពិតជាអស្ចារ្យមែនទែនបងប្អូនបាទយើងចាប់ផ្ដើមទៅអង្គរវត្តតាំងពីព្រលឹមបាទហើយក៏រងចាំមិត្តភ័ក្តិ2-3នាក់បាទទៅកាន់មកទទួលហើយស្វាគមន៍ដើម្បីជូនដំណើរហើយក៏មានអ្នកម្ដាយជាទីស្រឡាញ់បានជូនដំណើរផងដែរបាទហើយទ្រាំបានចេញមកបងប្អូនទ្រាំបានចេញមកពីអង្គរវត្តចូលមកជាង8បាទ7:8បាទ7:8បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលចូលមកហើយជួយ like share បន្តបាទហើយខ្ញុំឆ្លៀតឱកាសពេលនេះចង់ជម្រាប update ព័ត៌មានជូនទៅដល់បងប្អូនអំពីពាក់ព័ន្ធនឹងបេសកកម្មពហិការបាទឈប់ប្រើផលិតផលសៀមបែរមកគ្រប់គ្រងផលិតផលខ្មែរកែច្នៃនៅក្នុងស្រុកបាទដើម្បីបង្កើនសេដ្ឋកិច្ចហើយឈប់ពឹងប្រទេសជិតខាងបាទហើយដើម្បីឲ្យសេដ្ឋកិច្ចនៅប្រទេសរបស់យើងរីកចម្រើនទៅមុខបាទអញ្ចឹងអំពីពាក់ព័ន្ធនឹងបេសកកម្មនៅថ្ងៃនេះគឺបេសកកម្មនៃការដើរជុំវិញបឹងទន្លេសាបបាទបេសកកម្មរបស់ខ្ញុំគឺដើរជុំវិញបឹងទន្លេសាបក្នុងចម្ងាយផ្លូវ925គីឡូបាទ925គីឡូបងប្អូនហើយនិយាយទៅថ្ងៃនេះក៏បានប៉ុណ្ណេះក៏ជាអ្វីមួយដែលគិតថារឿងអស្ចារ្យហើយបាទដោយសារតែពាក់ព័ន្ធនឹងការដើរហ្នឹងវាមានបញ្ហាខ្លះបាទដោយសារពេលខ្លះអាចពាក់ព័ន្ធនឹងការដើរឬពាក់ព័ន្ធនឹងជើងឲ្យយើងហើយដើរបានមករយៈមកក៏ធ្វើឲ្យមានការឈឺហើយក៏បន្ថយល្បឿនបាទបន្ថយល្បឿនប៉ុន្តែខ្ញុំសម្រាប់ខ្ញុំពេញចិត្តនៅអ្វីដែលយើងដើរបាទយើងដើរបើពាក់ព័ន្ធនឹងការដើរហ្នឹងបើសិនជាយើងទៅតាមផែនការបាទបងប្អូនបើសិនជាយើងធ្វើទៅតាមផែនការគឺប្រហែលជា40ថ្ងៃក្នុងមួយថ្ងៃប្រហែលជាជាង20គីឡូអញ្ចឹងយើងធ្វើបាទអញ្ចឹងអ្វីដែលខ្ញុំបានធ្វើនេះគឺគៀកបាទគៀកនឹងគោលដៅបាទដែលយើងបានត្រៀមទុកអញ្ចឹងក៏មានមោទនភាពដែរបងប្អូនដែលយើងបានត្រៀមផែនការឲ្យគៀកបាទប៉ុន្តែថ្ងៃដំបូងបាទគឺជួបបញ្ហាពាក់ព័ន្ធនឹងគឺបញ្ហាពងជើងបងប្អូនបាទពងជើងអាចពាក់ព័ន្ធនឹងមកពីស្បែកជើងបាទដល់ការត្រៀមស្បែកជើងដែលអាចរឹងពេកបាទប៉ុន្តែយើងនឹងរកវិធីនៃការកែបន្ថែមទៀតបងប្អូនរកវិធីការកែបន្ថែមទៀតដើម្បីឲ្យងាយស្រួលបាទហើយកាលមុនខ្ញុំដើរក្នុងរយៈពេល5-6គីឡូយើងប្រើរយៈពេលតែ1ម៉ោងតិចទេប៉ុន្តែថ្ងៃនេះរៀងយឺតជាងមុនដោយសារអីដោយសារតែយើងមានអីវ៉ាន់បាទយើងមានអីវ៉ាន់ផងអីផងបាទនៅពេលដែលមានអីវ៉ាន់ធ្វើឲ្យការធ្វើដំណើររបស់យើងយឺតបាទយឺតជាងមុនប៉ុន្តែมันថ្មីទេបងប្អូនខ្ញុំសង្ឃឹមថាថ្ងៃបន្ទាប់នឹងល្អប្រសើរឡើងហើយជាពិសេសដើរទោះបីជាហត់នឿយអស់កម្លាំងប៉ុណ្ណាក៏ដោយមានកម្លាំងចិត្តជំនិចតាមរយៈពុកម៉ែបងប្អូនតាមដងផ្លូវបាទដែលតែងតែរាក់ទាក់រីករាយស្វាគមន៍បាទខ្ញុំបាទជានិច្ចបាទអញ្ចឹងនៅតែមានកម្លាំងចិត្តបងប្អូនទោះបីជាហត់ប៉ុណ្ណាក៏ដោយបាទទោះបីជាហត់ប៉ុណ្ណាក៏ដោយក៏នៅតែមានកម្លាំងចិត្តក្នុងការបំពេញបេសកកម្មនេះបាទទោះបីជាធ្វើដល់ឬមិនដល់កម្រិតណាក៏នៅតែមានកម្លាំងចិត្តហើយសង្ឃឹមថាពុកម៉ែបងប្អូនបាទនឹងចូលរួមគ្រប់គ្រងរួមគ្នាពហិការជាមួយគ្នាក្នុងការឈប់ប្រើផលិតផលសៀមហើយបែរមកគ្រប់គ្រងនៅផលិតផលខ្មែរក្នុងស្រុកបាទបងប្អូនពាក់ព័ន្ធនឹងការដើរនេះនិយាយទៅពាក់ព័ន្ធនឹងការដើរនេះគឺខ្ញុំមាននេះមែនទែនពាក់ព័ន្ធនឹងការដើរនេះហត់ប៉ុន្តែពេលខ្លះឃើញក្មេងៗគាត់ទូចអាយុ 6-7 ឆ្នាំពូនេះខ្ញុំជូនលុយពូ500 1000គឺមានន័យថាគឺក្រោកក្ដួលក្នុងចិត្តមែនទែនដែលគាត់ព្រមលះបង់លុយរបស់គាត់អាចយកទៅទិញនំបានគាត់អាចយកទៅទិញស្ករគ្រាប់ហូបបានប៉ុន្តែគាត់
យកមកចូលរួមបាទគាត់យកមកចូលរួមក្នុងការដែលឃើញក្នុងការលះបង់បាទរបស់ខ្ញុំបាទហើយក៏ខ្ញុំធ្វើនេះក៏ដើម្បីជូនទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែរបាទធ្វើដើម្បីបងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីពហិការជំរុញស្មារតីបន្ថែមក្នុងការឲ្យខ្មែរយើងឈប់ប្រើនៅផលិតផលសៀមបែរមកគ្រប់គ្រងលើកស្ទួយផលិតផលខ្មែរកែច្នៃនៅក្នុងស្រុកបាទបងប្អូនហេតុអ្វីបានយើងចាំបាច់ត្រូវតែគ្រប់គ្រងពហិការឈប់ប្រើផលិតផលសៀមហើយគ្រប់គ្រងលើកស្ទួយផលិតផលកែច្នៃក្នុងស្រុកអញ្ចឹងបងប្អូនប្រសិនបើយើងបច្ចុប្បន្នយើងអាចមានបញ្ហាមួយគឺយើងមានបញ្ហាខាងលិចប៉ុន្តែពេលខ្លះយើងអាចយកខាងកើតឬយកមកពីកន្លែងផ្សេងហ្នឹងណាបាទអញ្ចឹងយើងសាកសម័យមើលប្រសិនជាប្រទេសរបស់យើងយើងនៅតែមានការនាំចូលច្រើនជាងការនាំចេញប្រទេសរបស់យើងគឺនឹងធ្វើឲ្យលុយរបស់យើងប្រទេសជាតិរបស់យើងលុយនៅក្នុងប្រទេសជាតិរបស់យើងនឹងចេញទៅក្រៅប្រទេសអញ្ចឹងវាបង្អាក់ក្នុងការអភិវឌ្ឍប្រទេសបាទបង្អាក់ក្នុងការអភិវឌ្ឍប្រទេសបងប្អូនយល់ស្របដូចខ្ញុំអត់បាទអញ្ចឹងឧទាហរណ៍ថាយើងយកនាំចូលយើងស្អប់អានោះមែនបាទស្អប់អានោះមែនប៉ុន្តែបន្ទាប់មកយើងនៅតែបន្តការនាំចូលដោយពេលខ្លះផលិតផលខ្លះយើងអត់ទាន់មានសមត្ថភាពគាត់ថាបានឬពេលខ្លះយើងអាចថាចង់ឲ្យលឿនដើម្បីបង្កើតផលិតផលដើម្បីបំពេញតម្រូវការសេវាកម្មជូនទៅដល់អតិថិជនដែលមានតម្រូវការអូខេដំបូងមិនជាបញ្ហាទេបាទដំបូងមិនជាបញ្ហាទេប៉ុន្តែរយៈពេលយូរបាទនឹងមានផលប៉ះពាល់ដល់ដែរហេតុអីនៅពេលដែលយើងនាំចូលបាទយើងស្អាតស្អប់ឬយើងអាចថាអត់ពេញចិត្តយើងទៅរកផលិតពីក្រៅមកបាទផលិតពីក្រៅមកហើយការនាំចូលមកក៏យើងត្រូវយកលុយរបស់យើងទៅចំណាយនៅក្រៅស្រុកដូចតែគ្នាបាទឧទាហរណ៍ថាយើងយកផលិតផលពីក្រៅប្រទេសមកបាទដែលយើងឈប់យកខាងលិចហើយប៉ុន្តែអាចយកមកពីកន្លែងផ្សេងបាទយើងអាចយកមកពីកន្លែងផ្សេងប៉ុន្តែនៅពេលដែលយើងយកមកពីកន្លែងផ្សេងក៏លុយរបស់យើងនៅតែចេញក្រៅប្រទេសដដែលបងប្អូនយល់ដូចខ្ញុំទេបាទអញ្ចឹងហើយបើសិនជាលុយរបស់យើងចេញទៅក្រៅប្រទេសវាធ្វើឲ្យយើងលុយរបស់យើងចេញក្រៅដោយយើងអត់មានការអភិវឌ្ឍនៅក្នុងប្រទេសអញ្ចឹងបានខ្ញុំបង្កើតគម្រោងនេះឡើងដើម្បីពហិការរួមគ្នាក្នុងការឈប់ប្រើផលិតផលសៀមឈប់គ្រប់គ្រងផលិតផលសៀមបែរមកលើកស្ទួយគ្រប់គ្រងផលិតផលខ្មែរនៅក្នុងស្រុកបាទអញ្ចឹងគ្រប់គ្រងផលិតផលខ្មែរនៅក្នុងស្រុកមានន័យថាយើងប្រៀបដូចជាជួយទៅដល់ទាំងអស់បណ្ដោយក្នុងប្រទេសរបស់យើងជួយទាំងមកពេលដែលយើងបង្កើតផលិតផលអីមួយនៅក្នុងស្រុករបស់យើងយកផលិតផលឬអ្វីដែលយើងមាននៅក្នុងស្រុករបស់យើងយកមកកែច្នៃឲ្យទៅជាប្រយោជន៍បង្កើននឹងគុណតម្លៃបាទឧទាហរណ៍ថាពីមុនខ្ញុំធ្លាប់បង្កើតនៅភេសជ្ជៈទឹកសណ្តែកឧទាហរណ៍បាទប៉ុន្តែសម្រាប់ភេសជ្ជៈទឹកសណ្តែកនេះបើសិនជាថ្ងៃណាខ្ញុំមានឱកាសគឺខ្ញុំនៅតែបន្តទៀតបាទយើងមានផលិតផលជាច្រើនដែលយើងអាចបម្រើសេវាកម្មជូនទៅដល់អតិថិជនបាទអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងផលិតយកទឹកសណ្តែកយកមកផលិតអញ្ចឹងនៅពេលដែលយើងយកសណ្តែកយើងយកមកផលិតឧទាហរណ៍យើងកម្រងតិចចាស់មួយថ្ងៃអស់ដំបូងអាចអស់100គីឡូបាទយើង100គីឡូអញ្ចឹងនៅពេលដែលយើងផលិតអស់100គីឡូស្មើមួយខែស្មើប៉ុន្មានបងប្អូនមួយខ្មែរស្មើនឹងយើងជួយកសិករបានរហូតដល់3តោនមួយឆ្នាំបានប៉ុន្មានជាង30តោនបាទអានេះយើងគិតលក្ខណៈ30នេះហ្មងចុះបើសិន10ឆ្នាំ20ឆ្នាំចុះបើកើនខ្លាំងជាងនឹងទៀតយើងនឹងអាចជួយទៅដល់កសិករបានច្រើនបាទអញ្ចឹងនៅពេលដែលកសិករគាត់មានគេហៅថាគាត់មានកម្លាំងចិត្តក្នុងការបន្តនៅការដាំដុះបន្ថែមទៀតហើយបន្ទាប់មកអ្នកផលិតគាត់មានកម្លាំងការផលិតច្រើនគាត់ត្រូវជួលបុគ្គលិកបន្ថែមបាទគាត់ត្រូវជួលបុគ្គលិកបន្ថែមដើម្បីផលិតឲ្យទាន់នៅតម្រូវការបាទផលិតឲ្យទាន់នៅតម្រូវការនៅពេលដែលជួលกับបងប្អូនខ្មែរយើងច្រើនបង្កើនការងារធ្វើច្រើនធ្វើឲ្យយើងអត់ចាំបាច់ចំណាត់ស្រុកទេបាទធ្វើឲ្យយើងអត់ចាំបាច់ចំណាត់ស្រុកដូចបច្ចុប្បន្នក៏ខ្ញុំឃើញមានបងប្អូនខ្មែរខ្លះក៏នៅតែលួចចូលទៅក្នុងស្រុកថៃបាទនៅលួចចូលក្នុងស្រុកថៃដដែលដោយសារពេលខ្លះគាត់មកដំបូងគឺគាត់អត់ទាន់មានការងារធ្វើពេលខ្លះអាហ្នឹងពាក់ព័ន្ធនឹងគាត់អត់ទាន់រកឃើញឱកាសនៃការងារបាទឬប៉ុន្តែបច្ចុប្បន្នឃើញថាប្រមុខរាជរដ្ឋាភិបាលក៏ខំខ្លាំងណាស់ដែរក្នុងការជួយក្នុងការឲ្យបងប្អូនខ្មែរយើងដែលមកត្រឡប់មកចូលស្រុកវិញហើយមានការងារធ្វើអញ្ចឹងពាក់ព័ន្ធនឹងនៅពេលដែលយើងមានផលិតផលកែច្នៃនៅក្នុងស្រុកជួយទី1ជួយកសិករទី2ជួយទៅដល់អ្នកផលិតដើម្បីឲ្យគាត់រកចំណូលបានហើយអាចមានឱកាសក្នុងការជួលបុគ្គលិកក្នុងការធ្វើការឲ្យគាត់មានការងារធ្វើបាទហើយបន្តមកទៀតបាទគឺគាត់
អ្នកដែលគាត់ធ្វើការហ្នឹងគាត់បានណាគឺគាត់នៅពេលដែលគាត់ធ្វើការហើយគាត់មានលុយទៅចិញ្ចឹមឪពុកចិញ្ចឹមម្ដាយចិញ្ចឹមកូនឲ្យកូនទៅរៀនបានខ្ពង់ខ្ពស់អីចឹងទៅអាហ្នឹងឯងគឺជាការអភិវឌ្ឍហើយនៅពេលរួចយើងប្រទេសលុយរបស់យើងគឺវិលនៅក្នុងស្រុករបស់យើងបាទអានេះគឺជាគោលបំណងដែលខ្ញុំបង្កើតនៅគម្រោងមួយនេះដើម្បីពហិការឈប់ប្រើផលិតផលដោយបច្ចុប្បន្នគឺយើងឃើញថាពួកវានៅតែទន្ទ្រាននៅតែចង់បានទឹកដីយើងនៅចង់បានអ្វីគេដំណើរដូនតារបស់យើងមិនព្រមឈប់បាទបងប្អូនខ្ញុំនៅប្រទេសថៃចូលជាង20ឆ្នាំបាទខ្ញុំនៅប្រទេសថៃចូលជាង20ឆ្នាំហើយខ្ញុំតាំងពីឆ្នាំ2004បាទតាំងពីខ្ញុំអាយុ17ឆ្នាំបាទដែលខ្ញុំនៅប្រទេសថៃអញ្ចឹងខ្ញុំធំធាត់នៅទីនោះប៉ុន្តែបញ្ជាក់ណាបងប្អូនខ្ញុំអត់បានទៅធ្វើការទេប៉ុន្តែខ្ញុំទៅសិក្សានៅប្រទេសថៃបាទខ្ញុំទៅសិក្សានៅប្រទេសថៃបាទហើយបន្ទាប់មកនៅពេលដែលខ្ញុំរៀនចប់ភ្លាមខ្ញុំត្រឡប់មកកាលពី2013គឺចុងឆ្នាំ13គឺខ្ញុំត្រឡប់មកស្រុកខ្មែរភ្លាមបាទគឺខ្ញុំត្រឡប់មកដើម្បីអីគឺចង់ជួយទៅដល់ប្រទេសខ្មែរយើងចង់ជួយអ្វីដែលយើងនៅខ្វះនៅខាតយើងចង់ជួយមានឱកាសនឹងយើងអីអាចជួយបានយើងជួយបាទហ្នឹងណាបាទអាហ្នឹងឯងអញ្ចឹងខ្ញុំអត់មាននេះទេប៉ុន្តែកាលមុនគឺយើងនៅតែមានអារម្មណ៍ល្អជាមួយពួកគាត់ប៉ុន្តែនៅពេលនេះបងប្អូននៅពេលដែលឃើញពួកគាត់ធ្វើឈួតឡប់ឬពេលខ្លះអាចថាមានមួយចំនួនទេមិនទាំងអស់ទេប៉ុន្តែបើសិនជាគាត់ទាំងអស់អាចតែលក្ខណៈឈួតទាំងអស់តែម្ដងបាទហ្នឹងហើយសុំទោសបងប្អូនបាទអញ្ចឹងខ្ញុំបច្ចុប្បន្នគឺខ្ញុំនិយាយតាមត្រង់បងប្អូនគឺយើងចង់ជួយទៅដល់ស្រុកខ្មែររបស់យើងវិញបាទដែលខ្ញុំបដិញ្ញាចិត្តថាខ្ញុំមុនខ្ញុំបានបរោះហើយខ្ញុំបដិញ្ញាចិត្តថាគឺខ្ញុំឈប់ផលិតទៅនៅបាទទៅនៅប្រទេសថៃបើសិនជាទោះបីជាស្រុកទេសស្រួលបួលវិញក៏ដោយហ្នឹងណាបាទនេះបាទគឺជាឆន្ទៈរបស់ខ្ញុំហើយខ្ញុំបានបង្កើតនៅគម្រោងពហិការរួមគ្នា100ជំហានក្នុងការដើររួមគ្នាបងប្អូនចូលរួមត្រឹមតែ100ជំហានក៏ស្មើនឹងបងប្អូនរួមពហិការបងប្អូនគ្រាន់តែមើលលើឃើញវីដេអូនេះហើយជួយ like និង share ក៏ជាការរួមពហិការរួមគ្នាដែរបាទហ្នឹងបាទគាត់តែបងប្អូនជួយ like ជួយ share បាទហើយក៏ជាការរួមពហិការរួមគ្នាដែរដើម្បីយើងបញ្ចប់ឬបញ្ឈប់ប្រើនៅផលិតផលសៀមហើយបែរមកគ្រប់គ្រងនៅផលិតផលខ្មែរនៅក្នុងស្រុកកែច្នៃនៅក្នុងស្រុកដើម្បីបង្កើនសេដ្ឋកិច្ចសង្គមនិងគ្រួសាររបស់យើងឲ្យកាន់តែរីកចម្រើនបាទនេះគឺជាគោលបំណងនៃការចាប់ផ្ដើមនៃការធ្វើពហិការរួមគ្នាក្នុងការចាប់ផ្ដើមគម្រោងដើរជុំវិញបឹងទន្លេសាបដែលមានចម្ងាយរហូតដល់925គីឡូបាទអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមទាំងអស់គ្នាហើយកុំភ្លេចពុកម៉ែបងប្អូនចូលទៅ like និង share នៅក្នុង page work for product support product Cambodia បាទដែលខ្ញុំដាក់នៅទីនេះហើយដាក់នៅតាម link បងប្អូនជួយចូល like និង share ហើយជួយ like share ឲ្យបានច្រើនដើម្បីចូលរួមគ្នាបង្ហាញអំពីស្មារតីស្រឡាញ់ជាតិស្រឡាញ់ទឹកដីស្រឡាញ់ផលិតផលរបស់ខ្មែរគ្រប់គ្រងផលិតផលរបស់ខ្មែរបាទពីខ្ញុំហ៊ុនបាទសូមផ្ញើសម្រាប់បងប្អូនគឺតាមបណ្ដាផ្លូវជាតិលេខ6បាទផ្លូវជាតិលេខ6ឬពាក់ព័ន្ធនឹងទៅខាងបាត់ដំបងផ្សេងបងប្អូនឃើញអាចស្វាគមន៍បានបាទហើយអរគុណសម្រាប់ពុកម៉ែបងប្អូនហើយក៏អរគុណទៅដល់បងប្អូននៅតាមបណ្ដាផ្លូវទាំងអស់ដែលតែងតែស្វាគមន៍ខ្ញុំបាទក្នុងការដើរបាទដើម្បីបង្ហាញពីការពហិការឈប់ប្រើនៅផលិតផលសៀមបែរមកគ្រប់គ្រងនៅផលិតផលខ្មែរកែច្នៃនៅក្នុងស្រុកបាទពីខ្ញុំហ៊ុនបាទមានអ្វីខ្ញុំនឹងអាប់ដេតបន្ថែមទៀតអញ្ចឹងថ្ងៃនេះប្រហែលជាស្នាក់នៅក្បែរនេះទេបាទអាចទៅលើសពួកអីតិចតួចបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលនៅពួកបាទឬហួសពួកតន្តិចបាទបើសិនតែឃើញហើយអាចស្វាគមន៍ឬអាចនឹងសុំផ្ទះបងប្អូនចូលសម្រាប់បាទអរគុណហើយក៏សូមរំខានទៅដល់ភូមិឃុំបាទឬមេភូមិបាទបើសិនជាឃើញហើយជួយស្វាគមន៍ផងបាទសូមអនុញ្ញាតបាទសូមអនុញ្ញាតតាមបណ្ដាផ្លូវទាំងអស់ជុំវិញបឹងទន្លេសាបបាទគឺសូមអនុញ្ញាតទាំងអស់តែម្ដងហើយក៏សូមអនុញ្ញាតទៅដល់ប្រមុខដឹកនាំរបស់ប្រទេសកម្ពុជាក្នុងការអនុញ្ញាតក្នុងការបង្ហាញពីឆន្ទៈក្នុងការស្នេហាជាតិបាទហើយថ្ងៃនេះក៏សូមរំលឹកនៅថ្ងៃគម្រប់13ឆ្នាំនៃការសោយទីបង្គាប់របស់សម្ដេចព្រះរតនកោដ្ឋបាទខ្ញុំបាទក្នុងនាមជាខ្មែរសូមរំលឹកដល់គុណ
ដែលព្រះអង្គបានជួយទៅដល់ប្រទេសកម្ពុជាតែពីសម័យមុនដែលយើងមានផលិតផលជាច្រើនយើងកាលមុនយើងរីកចម្រើនច្រើនទាំងកង់ឡានទាំងសង្កសីទាំងអីផ្សេងៗអញ្ចឹងខ្ញុំចាំបានថាពីសម័យមុនណាគឺថៃពេលខ្លះយកផលិតផលរបស់យើងទៅបាទដូចខ្ចៅខ្យងអីខ្ញុំចាំបានដល់អ៊ំខ្ញុំម្ដាយខ្ញុំដែលគាត់ប្រាប់គឺពេលខ្លះយើងគាត់តិចពន្ធគាត់យកទៅលក់ឲ្យថៃហើយបន្ទាប់មកថៃផលិតយកកែច្នៃតិចតួចយកលក់ឲ្យខ្មែរវិញបាទអញ្ចឹងណាអញ្ចឹងការសម័យមុនគឺយើងរីកចម្រើនមែនទែនប៉ុន្តែដោយសារតែយើងជួបនៅបញ្ហា3ឆ្នាំ8ខែ20ថ្ងៃដែលធ្វើឲ្យយើងយឺតជាងគេបន្តិចប៉ុន្តែមិនថ្មីទេបងប្អូនបើសិនជាបងប្អូនខ្មែររួមគ្នាទាំងអស់គ្នាគឺយើងនឹងដើរលើសពួកនឹងទៅទៀតបាទអញ្ចឹងពីខ្ញុំហ៊ុនសូមអរគុណទៅដល់ពុកម៉ែបងប្អូនហើយជួយ like និង share ហើយចូលទៅ follow page Work for Cambodia Product បាទអរគុណច្រើន